បងប្អូនខ្មែរយើងភាគច្រើនតែងតែច្រឡំថាការទៅស្វែងរកធម៌សិក្សាពធឬក៏បដិបត្តិធម៌ធ្វើសមាធិធ្វើអីហ្នឹងគឺសម្រាប់តែអ្នកបួសសម្រាប់តែលោកសង្ឃឬក៏តាបោះឬក៏យាយជីដែលគាត់ផ្ដាច់ពីជីវិតលោកីខាងក្រៅណាហើយរត់ទៅបួសឆឹងហ្មងបានត្រូវរៀនធម៌បានត្រូវបដិបត្តិធម៌ការយល់អញ្ចឹងសិតតែជាការយល់ខុសណាព្រោះតែរៀនធម៌គឺរៀនមើលរឿងដែលកើតឡើងនៅក្នុងខ្លួនមើលចិត្តខ្លួនឯងហើយរៀនអប់រំចិត្តខ្លួនឯងហើយការរៀនអស់ហ្នឹងគឺវាជួយឲ្យជីវិតប្រចាំថ្ងៃរបស់យើងហ្នឹងវាល្អប្រសើរជាងមុនណាតើល្អប្រសើរជាងមុនមិនបើយើងនៅតែជាប់ជំពាក់មួយជីវិតធម្មតាយើងនៅធ្វើការរកស៊ីអីដដែលចារបៀបល្អប្រសើរជាងមុនហ្នឹងគឺធ្វើឲ្យអារម្មណ៍យើងផ្លូវចិត្តយើងហ្នឹងវាអត់សូវពិបាកយើងជាធម្មតាជីវិតប្រចាំថ្ងៃយើងជួបអារម្មណ៍ធុញថប់មួម៉ៅសោកសៅឬក៏ខឹងច្រើនអីហ្នឹងខ្ញុំប្រៀបធៀបអារម្មណ៍ខ្លួនឯងមុនយើងរៀនធម៌និងក្រោយយើងរៀនធម៌ហ្នឹងគឺអារម្មណ៍ធុញថប់មួម៉ៅខឹងសម្បាយហ្នឹងវាអត់សូវកើតមានឡើងទេចិត្តយើងវាស្ងប់ច្រើនហើយកាលណាចិត្តយើងស្ងប់ច្រើនយើងធ្វើការងារក៏ជោគជ័យច្រើនដែរជីវិតខ្ញុំរីកចម្រើនលូតលាស់ល្អប្រសើរជាងមុនច្រើនពេលដែលខ្ញុំយល់ធម៌ហើយរៀនធម៌អប់រំផ្លូវចិត្តហ្នឹងគឺធ្វើឲ្យជីវិតយើងហ្នឹងវាលូនប្រៀបដូចជាផ្លូវអញ្ចឹងកាលណាផ្លូវយើងអត់ទាន់ធ្វើវាមានកុហកមានផុកមានអីពិបាកជិះដល់ពេលយើងអប់រំផ្លូវចិត្តហើយវាដូចផ្លូវយើងក្រាលកស៊ូហើយអញ្ចឹងជិះទៅវាលូនវាស្មើការធ្វើការរកស៊ីឬក៏យើងជាប់បន្ទុកជាប់អីនៅខាងក្រៅហ្នឹងនៅតែជាប់ដដែលយើងនៅតែធ្វើការដដែលនៅតែគ្រប់គ្រងគ្រួសារឬក៏ប្រឹងរកលុយអីទូទៅធម្មតាដដែលប៉ុន្តែចិត្តយើងអត់សូវពិបាកដូចមុនជីវិតឃើញថាវាស្រួលជាងមុនហើយជាធម្មតាបងប្អូនច្រើនតែជួបអារម្មណ៍ឧទាហរណ៍ថាយើងមើល Facebook លេង TikTok អីឃើញគេឆ្លោះប្រកែកគ្នាបងប្អូនអារម្មណ៍មួម៉ៅដែរខឹងភាគីម្ខាងទៀតដែរឃើញគេជួបរឿងអកុសលអីកើតឡើងក្នុងជីវិតចាប់ផ្ដើមកាត់ទុកដែរអាហ្នឹងយើងអត់ចេះរឿងចាញ់ណាយើងឃើញរឿងតាំងប្រមាណមកចូលដាក់វាចូលក្នុងខ្លួនតាំងប៉ុណ្ណឹងដែរដល់ពេលយើងរៀនសិក្សាពីផ្លូវចិត្តសិក្សាពីខ្លួនឯងទៅទស្សនវិជ្ជាដែលយើងឃើញទាំងអស់ហ្នឹងគឺវាអត់ចូលទៅក្នុងខ្លួនទេយើងមានចិញ្ចាំងមួយសម្រាប់រារាំងអារម្មណ៍មនុស្សចេតនាអស់ហ្នឹងពេលដែលយើងឃើញហើយយើងចេះវាត្រឡប់ទៅវិញអញ្ចឹងទៅវាធ្វើឲ្យផ្លូវចិត្តយើងស្មើយើងអត់សូវច្បុកច្បល់ហើយយើងមើលខ្លួនឯងបានច្រើនជីវិតយើងក៏វារលូនទៅតាមហ្នឹងដែរជីវិតតើកាលណាយើងអត់សូវជួបទុក្ខសោកច្រើនយើងរស់នៅសប្បាយរីករាយហើយអញ្ចឹងនេះហើយជាហេតុផលដែលយើងទូទៅធម្មតាហ្នឹងក៏គួរតែរៀនធម៌គួរតែបដិបត្តិធម៌ធ្វើសមាធិធ្វើអីណាមិនចាំបាច់តែតតែលះបង់កិលេសទៅបួសត្មងចាំយើងរៀនធម៌ឬក៏អប់រំផ្លូវចិត្តមិនចាំបាច់ទេពធគឺជួយជីវិតរបស់យើងប្រចាំថ្ងៃហ្នឹងឲ្យល្អប្រសើររស់ស្រួលហើយបើបងប្អូនឆ្ងល់ថាទៅតាមណាធ្វើតាមណាអាចសួរខ្ញុំបន្ថែមទៀតបានឥឡូវនេះយើងមានវគ្គសិក្សាច្រើនដែលឃើញមានតាមអ៊ីនធឺណិតណាឃើញគេបង្ហោះច្រើនបងប្អូនអាចទៅសិក្សានៅតាមហ្នឹងបានចឹងវីដេអូរបស់យើងមានតែប៉ុណ្្នឹងទេបើបងប្អូនមានចម្ងល់អីអាចសួរខ្ញុំបន្ថែមបានអរគុណច្រើនដែលបានតាមដានទស្សនាជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ